មិនចប់ទេឪពុកតារាចម្រៀងទេពិសិដ្ឋបង្ហាញភ័ស្តុតាងមានទាំងស្នាមមេដៃត្រឹមត្រូវជុំវិញការផ្ដល់ប្រាក់អាហារកិច្ចចិញ្ចឹមកូនទាំង3ចារយៈពេលប៉ុន្មានថ្ងៃមកនេះមហាជនបានជ្រាបហើយពាក់ព័ន្ធនឹងរឿងរ៉ាវរបស់តារាចម្រៀងទេពិសិដ្ឋនិងឪពុកដែលតារាចម្រៀងរ៉េបរូបនេះត្រូវបានឪពុកបង្ហោះសារចង់កាត់កាល់ចោលក្រោយការបង្ហោះសាររបស់ឪពុកហើយនោះមហាជនក៏បានឃើញអ្នកម្ដាយទេពិសិដ្ឋបានបង្ហោះសារឆ្លើយតបទៅកាន់អតីតស្វាមីពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនអំឡុងពេលមិនទាន់បែកបាក់គ្នាលើសពីនោះទេពិសិដ្ឋផ្ទាល់ក៏បានចេញមកឆ្លើយតបដូចគ្នាដែលសំណេររបស់លោកបានបង្ហោះពីភាពឈឺចាប់យ៉ាងខ្លាំងមកដល់ពេលនេះក្រោយការឆ្លើយតបពីអតីតភរិយានិងកូនប្រុសហើយនោះឪពុករបស់ទេពិសិដ្ឋនៅតែបន្តបង្ហោះសារជាបន្តបន្ទាប់បង្ហាញពីរឿងរ៉ាវគ្រួសាររបស់លោកថាដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនឯងទៀតផងជាក់ស្ដែងមកដល់ថ្ងៃទី4ខែកុម្ភៈឆ្នាំ2026នេះលើ Facebook របស់ឪពុកទេពិសិដ្ឋក៏មិនទាន់ចប់ខណៈឃើញបន្តបង្ហោះសារជាថ្មីដោយលើកគោះកកាយបង្ហាញភ័ស្តុតាងជាលិខិតជុំវិញរឿងការផ្ដល់ប្រាក់អាហារកិច្ចដល់កូនទាំង3ទៀតផងការបង្ហោះនោះឪពុកទេពិសិដ្ឋបានរៀបរាប់ថាទឹកចិត្តឪពុករយៈពេលជាង4ឆ្នាំទោះក្រំគ្រាផ្លូវចិត្តយ៉ាងណាហត់នឿយយ៉ាងណាក៏មិនហ៊ានសម្រាកឡើយខំលក់ដូររកលុយសន្សំទុកដាក់ព្រោះគិតពីអនាគតកូនចង់ឲ្យកូនមានទ្រនំរស់នៅសមរម្យនឹងគេតែម្ដាយវាវិញស្រែកក្តែងដៀលថាឪពុកចោលម្សៀតមិនជួយកូនមិនស្រឡាញ់កូនចង់សួរវិញថាចោះខ្លួនឯងតាំងខ្លួនជាម្ដាយល្អឯកនឹងមានអ្វីជួយកូនខ្លះហើយឬក៏សំងំចាយលុយកូនទេដឹងសួរត្រង់ថាហ៊ានអត់បើចាញ់សម្បត្តិងាប់ចោលកូនសួរថាហ៊ានអត់បើខ្ញុំចាញ់វិញក៏ងាប់ចោលកូនដូចគ្នាម៉ែអីពូកែតែខាងញុះញង់ឲ្យតែកូនយល់ច្រឡំចឹងប្រាប់កូនថាឪឯងធ្វើផ្ទះថ្មីនឹងគ្មានបន្ទប់ហែងទេប្រាប់កូនទៀតថាម៉ាក់ខំអង្វរប៉ាហែង2ខែហើយរកយុត្តិធម៌ឲ្យខ្លួនឯងចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎សូមអរគុណសូមជម្រាបលា